Have you ever walked right past something and it was right in front of you but you didn't see it? ម្ល៉េះបងប្អូនធ្លាប់តែដើរកាត់អ្វីមួយដែលនៅពីមុខយើងហ្នឹងគឺធំមែនតើប៉ុន្តែយើងមើលអត់ឃើញអីសោះ Maybe you're walking with your friend and your friend says, "Whoa, look at the pink elephant." ហើយជាឧទាហរណ៍លោកអ្នកកំពុងតែដើរជាមួយមិត្តភក្តិលោកអ្នកហើយបន្តទៀតមិត្តភក្តិរបស់លោកអ្នកបងប្អូននិយាយថាអូយមើលដំរីនោះធំមែនតើហើយពណ៌កាឈូក And you didn't even notice the pink elephant. ហើយលោកអ្នកអត់ឃើញសូម្បីតែដំរីដែលធំហើយពណ៌កាឈូក Well, today in our verse from the Psalms, God's going to tell us certain people that we should not overlook. ដូច្នេះថ្ងៃនេះក្នុងគម្ពីរទំនុកដំកើងដែលយើងនឹងអានជាមួយគ្នាព្រះជាម្ចាស់សពផាតែឲ្យយើងទាំងអស់គ្នាមើលឃើញអ្វីមួយដែលព្រះអង្គនឹងមិនដែលមើលរំលងទេ Hi, I'm Cindy. សួស្តីខ្ញុំពិសី Today we're going to read Psalm 41 verse 1. ថ្ងៃនេះយើងនឹងអានទំនុកដំកើងចំពុកទី40ខទី1 How blessed is he who considers the helpless. The Lord will deliver him in a day of trouble. មានសុភមង្គលហើយអ្នកដែលយកចិត្តទុកដាក់នឹងមនុស្សកំសត់ទុរគតត្បិតនៅថ្ងៃមានអាសន្នព្រះអង្គម្ចាស់នឹងជួយអ្នកនោះជាមិនខាន God's blessing is promised to those who help the helpless, the weak, the small, the downtrodden, the poor. ព្រះបន្ទូលសន្យារបស់ព្រះអង្គថានឹងជួយសង្គ្រោះអស់អ្នកដែលគេជួយអ្នកដែលក្រីក្រអ្នកដែលគ្មានកម្លាំងអ្នកដែលគ្មានអំណាចអ្នកដែលមនុស្សមើលមិនឃើញអ្នកដែលទន់ខ្សោយព្រះអង្គសន្យាថានៅពេលដែលយើងជួយពួកគេទាំងអស់នោះព្រះអង្គនឹងជួយសង្គ្រោះយើង Jesus and his disciples had a fund for the poor. ព្រះយេស៊ូវផ្ទាល់ហើយនឹងសារព្រះរបស់ព្រះអង្គធ្វើកិច្ចការច្រើនមែនទែនជាមួយអ្នកដែលក្រីក្រ He brought the children close to him. ក្មេងៗដែលគេទន់ខ្សោយព្រះអង្គស្រឡាញ់ពួកគេហើយអនុញ្ញាតឲ្យក្មេងៗចូលមកកាន់ព្រះអង្គ And he healed those who had no hope. ហើយសម្រាប់អ្នកដែលគ្មានសេចក្តីសង្ឃឹមព្រះអង្គប្រោះគេឲ្យមានសេចក្តីសង្ឃឹម Sometimes the number of those who need help seems endless, and because I can't help them all, I rationalize I should not help any of them. ប្រហែលជាលោកអ្នកបងប្អូនពេលខ្លះមានអារម្មណ៍ថាមនុស្សដែលត្រូវការជំនួយច្រើនមែនតើហើយយើងមើលមកកាន់ខ្លួនឯងវិញខ្ញុំពិបាកណាស់ខ្ញុំមិនអាចជួយពួកគេបានទាំងអស់ទេដូច្នេះក៏ចាប់ផ្ដើមប្រាប់ខ្លួនឯងនិយាយមកកាន់ខ្លួនឯងថាអូជួយមិនអស់ទេដូច្នេះខ្ញុំមិនចាំបាច់ជួយ But God instructs me in this psalm that I must at least consider them. ប៉ុន្តែនៅក្នុងអត្ថបទគម្ពីរទំនុកដំកើងដែលយើងអានជាមួយគ្នានេះវិញព្រះអង្គពិតជាសពហាតីឲ្យយើងជួយអ្នកដែលមិនអាចជួយខ្លួនឯងបាន I'm not allowed to turn a blind eye toward those in need. ព្រះអង្គមិនសពហាតីនៅពេលដែលយើងព្យាយាមធ្វើមើលមិនឃើញទៅកាន់បងប្អូនដែលកំពុងតែត្រូវការជំនួយទេ Rather, I must contemplate their difficulty and ponder their path. ហើយជំនួសឲ្យវិញគឺព្រះអង្គសពហាតីឲ្យយើងគិតឲ្យយើងជួយបើទោះបីជាលំបាកក៏ដោយយើងត្រូវតែយើងគួរតែជួយអ្នកដែលមិនអាចជួយខ្លួនឯងបាន You know, in the Bible, it always would say Jesus, seeing the multitude, felt compassion on them. ព្រះបន្ទូលបានចែងប្រាប់យើងថានៅពេលដែលព្រះយេស៊ូវព្រះអង្គធ្វើដំណើរកាត់វងបណ្ដាជនព្រះអង្គឃើញវងបណ្ដាជនព្រះអង្គមានដួងចិត្តដែលក្ដួលអាណិតទៅកាន់ពួកគេ Why? Because he said they were like sheep without a shepherd. ហេតុអ្វីពីព្រោះព្រះអង្គបានមានប្រាប់បន្ទូលថាវងបណ្ដាជនទាំងអស់នោះដូចជាវងជៀមដែលគ្មានអ្នកគង្វាល When Jesus saw the crowd, he didn't just see a crowd. នៅពេលដែលព្រះអង្គមើលឃើញវងបណ្ដាជនព្រះអង្គអត់គ្រាន់តែមើលឃើញវងមនុស្សទេ He saw each individual and the need of each one. ព្រះអង្គស្គាល់ម្នាក់នៅក្នុងវងបណ្ដាជនទាំងអស់នោះហើយព្រះអង្គបានស្គាល់អំពីតម្រូវការនៃការសេចក្តីត្រូវការរបស់គេម្នាក់ To some it was bread. ហើយជាអ្នកខ្លះគាត់ឃ្លានត្រូវការអាហារ To some it was healing. ហើយជាអ្នកខ្លះគាត់ឈឺគាត់ត្រូវការការប្រោសឲ្យជា To others it was release from the burden of sin they were carrying. បើសម្រាប់អ្នកខ្លះទៀតប្រហែលជាការលើកលែងទោសនៃអំពើបាបដែលគេបានស្ពាយក្នុងជីវិតរបស់គេ But Jesus never just turned away. ព្រះអង្គមិនដែលងាកមុខចេញហើយធ្វើមើលមិនឃើញទេ So, how blessed is he who considers the helpless. ដូច្នេះថាតើមានព្រះពរប៉ុណ្ណាសម្រាប់អ្នកដែលជួយមនុស្សដែលមិនអាចជួយខ្លួនឯងបាន May we be like that also. សូមឲ្យជីវិតរបស់យើងម្នាក់រស់នៅតាមរបៀបមួយនេះ Let's pray. តោះយើងអធិដ្ឋាន Lord, give me your eyes that I might see past the form of man and into the heart of man. ព្រះអង្គឲ្យសូមជួយយើងម្នាក់ព្រះអង្គឲ្យមានភ្នែកដែលយើងមើលឃើញលើសអំពីអ្វីដែលភ្នែកយើងមើលឃើញប៉ុន្តែឃើញអំពីដួងចិត្តនៃមនុស្សម្នាក់ព្រះអង្គ Don't let me ignore the helpless and the weak. សូមជួយឲ្យកូនម្នាក់ព្រះអង្គកុំមើលរំលងអ្នកដែលត្រូវការជំនួយអ្នកដែលមិនអាចជួយខ្លួនឯងបាន You said that the love of Christ could control us. ព្រះអង្គមានប្រាប់បន្ទូលថាសេចក្តីស្រឡាញ់របស់ព្រះអង្គអាចដឹកនាំកូនបានគ្រប់ស្ថានភាពទាំងអស់ So give me a heart of love and compassion. សូមឲ្យដួងចិត្តរបស់កូនព្រះអង្គពេញដោយសេចក្តីស្រឡាញ់និងដួងចិត្តដែលក្ដួលអាណិត Let me show them dignity and kindness.
សូមឲ្យជីវិតរបស់កូនបង្ហាញអំពីភាពថ្លៃថ្នូរហើយនឹងសេចក្តីល្អ And teach me how to share the good news with them that they might find true help and true hope. ហើយសូមបង្រៀនកូនម្នាក់ៗព្រះអង្គឲ្យមានដួងចិត្តដែលនាំសេចក្តីល្អនាំដំណឹងល្អទៅកាន់មនុស្សដែលមិនអាចជួយខ្លួនឯងបាន In Jesus' name. ក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទយើងអធិដ្ឋាន Amen. អាមែន